បាទថ្ងៃនេះនាំពុកម៉ែបងប្អូនមកសាករសជាតិផ្លែពង្រោម្ដងបាទមើលដើមពង្រោធំណាស់បាទដើមនេះ2អោបបាទអានេះខ្ពស់ហើយមិនសូវផ្លែច្រើនទេបងប្អូនផ្លែមួយបាទពង្រោដែលតូចខ្លះបាទផ្លែចង្កោមដូចផ្លែមៀនអញ្ចឹងបាទពួកពង្រោជាប្រភេទមកជូរបាទផ្លែវាជូរអែមខ្លះក៏ជូរជ្រេញយើងយកធ្វើជាស្លហូបបាទហើយបងប្អូនអ្នកស្រុកបាទខែស្រែចម្ការក្រោយពីសម្រាកបាយរួចក៏គាត់បុកអំបិលបាទហូបជាមួយពង្រោបាទអ្នកខ្លះហូបជក់បាទយកសាច់ជាក្របហើយអ្នកខ្លះហូបទាំងក្របបាទពិសេសនារីហូបទាំងក្របតែម្ដងបាទនេះគឺផ្លែពង្រោបងប្អូនបាទយើងមើលទៅមួយផ្លែតបាទស្តៀងនឹងផ្លែមៀនបាទខ្លះដូចគ្នាហើយបាទសាច់វាពណ៌លឿងខ្លះក៏រាងសបាទស្តៀងសាច់មានដែរខ្លះក៏ដូចផ្លែស្ដុកស្ដុលបាទពង្រោក៏វាមានច្រើនប្រភេទដូចជាមានដូចជាស្ដុកស្ដុលដែរបាទខ្លះផ្លែរាងមូលខ្លះរាងតូចខ្លះរាងធំខ្លះរាងស្រួចបាទចម្រោះតែម្ដងបាទឆ្ងាញ់អត់បងប្អូនផ្លែពង្រោ